Gia nhầm lấy ra nó không thể lấy đang bên bề sai thỏm thơm. Răng prey tăng pì đá mấy cháu. Ta bị prey này nông tờ lê miền bề sai tực mau rồi nhai. Và năm thôi ở miền thực chùm nó lúc thì cả lệ. Hai bộ man năm còn long phật tứ nhẹ kla han tham ấy bỏ kia có ban một đòn. ខ្ញុំឈ្មោះសុខាឆ្នាំនេះអាយុ10ឆ្នាំខ្ញុំជាសិស្សថ្នាក់ទី4ថ្ងៃនេះពូឆាយដែលឧស្សាហ៍ជួយពួកខ្ញុំមកលេងពួកខ្ញុំហើយ ភៅវិរិយអគ្គិសនីដែលយកមកចែកឲ្យកូនគួយមិនអត់តចូលរៀនទេស្មានហ្នឹងហើយគួយចង់ចូលរៀនណាចាគាត់មិនអ្នកភូមិហ្នឹងក៏រៀនមិនបាននៅទេអត់មានណានិយាយចឹងឯងកូននិយាយរួមសាលាយើងគឺការសង់ហើយគឺអ្នកភូមិណាក៏អាចចូលមករៀនបានដែរហើយកូនឯងចង់រៀនចាំមើលបងទៅនិយាយជាមួយទៅនឹងគ្រូសាលាហើយកូនឯងស្អីអាចចូលរៀនបានដែរទេកូនចាឲ្យពូចាណាយ៉ាងណាខ្ញុំសង្ឃឹមថាគាត់បានចូលរៀនដូចខ្ញុំព្រោះពេលវេលាសិក្សាពិតជាសប្បាយណាស់យល់សួរគ្រូចាយល់សួរគ្រូមួយចង់ពឹងគ្រូតិចខ្ញុំមានមិត្តភក្តិម្នាក់ទៀតហើយខ្ញុំពិតជាចូលចិត្តរៀនសូត្រណាស់អាចបង្កើតចំណេះដឹងបានហើយអាចរៀនភាសាចិនដែលខ្ញុំចូលចិត្តបានទៀតដល់ផ្ទះហើយអូនចុះចូលមកមួយចូលមកអត់អីទេអ៊ំខ្ញុំមកលេងភូមិហ៎ហើយភូមិយើងឥឡូវដូចជាផ្លែធំហ៎អ៊ំណាចាផ្លែខ្លាំងណាស់ក្មួយឥឡូវនឹងនាំក្មួយទៅមើលទេសភាពតអ៊ំទៅដល់គ្នាអញ្ចឹងចារីចម្រើនណាភូមិយើងឥឡូវឃុំយើងស្រីគោយើងឥឡូវហ្នឹងគឺរីចម្រើនសម្បើមហ្មងនៅភូមិស្រីគោយើងឥឡូវចិញ្ចឹមជ្រូកចិញ្ចឹមកូនចិញ្ចឹមមាន់បានច្រើនដល់ឥឡូវអូល្អអញ្ចឹងនេះផ្ទះហ្នឹងមិនថាធំអ៊ំមេភូមិក៏មានសំឈឺអត់មានអ្នកជួយទេអ៊ំអូអត់អីទេគួយយកទៅដល់សុខភាពអត់ចាំអ៊ំជួយខ្ញុំខ្ញុំអញ្ចឹងអ៊ំមេភូមិទៅជាមួយគាត់ទៅហើយខ្ញុំទៅមណ្ឌលសុខភាពទៅប្រាប់គេអញ្ចឹងណាមួយណាកុំភ័យព្រោះខ្ញុំខាងហ្នឹងពេទ្យប្រាប់ពេទ្យហើយមណ្ឌលនៅនេះមួយឆ្នាំកើតបានតែ80ទៅ90នាក់មួយអីភ័យធ្វើអីបាទកូនបានសម្រាប់ជោគជ័យហើយបានកូនស្រីណាមិញអូនបាយចិត្តណាលោកពេទ្យមានសុខភាពហើយអូនស្រីស្អាតដូចផ្កាអញ្ចឹងខ្ញុំសង្ឃឹមថាគាត់មានសុខភាពល្អខ្ញុំនឹងមើលថែប្អូនស្រីដូចពូឆាយមើលថែភូមិថ្មីអញ្ចឹងនាំពូទៅណាពូនេះជាការស្វែងចន្ទីរបស់ខ្ញុំចង់ឲ្យពូមើលរបស់ល្អមានអូយធំហ៎ល្អណាស់ផ្លែនេះមានក្រុមតែមានដើមចន្ទីហ្នឹងទេមានដើមចេកត្លុងមីហើយឆ្នាំហ្នឹងបានផលច្រើនណាអូល្អណាស់តិចទៀតខ្ញុំបែកគ្រាប់ផ្លែចន្ទីឲ្យពួកឯងយកទៅផ្ទះចឹងហើយឲ្យពូហើយដល់ពេលពូមានកដោណាឲ្យចឹងខ្ញុំចង់យកកដោពីពូហើយចង់ឲ្យពូនាំខ្ញុំទៅលេងវិរិយអគ្គិសនីនេះជាភូមិថ្មីរបស់យើងសូរតន្ត្រីទឹកទន្លេនៅទំនប់ទឹកការរាំតាមខ្យល់រំភាយពន្លឺព្រះអាទិត្យការពារដើមស្វាយចន្ទីស្ថានីយ៍វិរិយអគ្គិសនីបន្តផ្ដល់ថាមពលដែលមានស្ថិរភាពធ្វើឲ្យជីវិតរបស់យើងកាន់តែល្អប្រសើរឡើងនេះជាកន្លែងដែលខ្ញុំរស់នៅ